ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីចាខ្សែអាពាហ៍ពិពាហ៍ទៀតហើយណាចាព្រោះខ្ញុំចេញចាប្រហែលវីដេអូហើយនៅតែមានបងប្អូនឆ្ងល់ច្រើននៅតែមិនទាន់ចេះមើលណាចាអញ្ចឹងតាក់ទងជាមួយនឹងខ្សែអាពាហ៍ពិពាហ៍នេះអ្នកខ្លះក៏សួរថាតើមើលទាំងឆ្វេងទាំងស្ដាំឬក៏យ៉ាងណាប្រុសគេមើលខាងណាស្រីគេមើលខាងណាខ្ញុំសូមបញ្ជាក់រឿងការមើលបាត់ដៃនេះត្រូវការមើលទាំងឆ្វេងទាំងស្ដាំថាការមើលរឿងគូរឿងខ្សែអាពាហ៍ពិពាហ៍ឬក៏មើលទៅលើការរកស៊ីស្អីផ្សេងៗទាំងអស់លើដំណើរជីវិតត្រូវមើលទាំងឆ្វេងទាំងស្ដាំទាំងអស់បើមានអ្នកដែលចេះមើលទាំងឡាយណាដែលគេប្រាប់ថាមើលតែមួយចំហៀងទេស្រីមើលដៃខាងនេះប្រុសមើលដៃខាងនោះគឺខុសហើយមិនត្រូវទេក្រុងសាងនៃជីវិតរបស់មនុស្សយើងណាគឺមានខ្សែជោគជតាទាំង3ដែលសំខាន់ខ្សែជីវិតខ្សែខួរក្បាលខ្សែបេះដូងណាអញ្ចឹង3នេះគឺសំខាន់ហើយត្រូវមើលទាំងឆ្វេងទាំងស្ដាំព្រោះវាមានការក្រុងសាងឆ្លើយតបគ្នាទៅវិញទៅមកណាចាអញ្ចឹងហើយគេបង្កើតឲ្យមានដៃទាំងពីរនោះឯងណាចាអញ្ចឹងត្រូវមើលទាំងពីរវាមានការពាក់ព័ន្ធគ្នាណាចាឥឡូវយើងមកមើលលើខ្សែអាពាហ៍ពិពាហ៍ខ្សែអាពាហ៍ពិពាហ៍ត្រូវមើលទាំងឆ្វេងទាំងស្ដាំដូចគ្នាទេពីរហ្នឹងគឺវាមានការទំនាក់ទំនងគ្នាបែបហ្នឹងណាចាបន្តមកទៀតយើងមើលលើខ្សែអាពាហ៍ពិពាហ៍នៅត្រង់ណាណាចានេះខ្ញុំនឹងគូឲ្យមើលខ្សែអាពាហ៍ពិពាហ៍គឺវានៅបរិវេណពីចំហៀងដៃនៅត្រង់នេះណាចាក្រោមនៃកូនដៃពីចំហៀងហ្នឹងគឺគេហៅខ្សែអាពាហ៍ពិពាហ៍ហើយណាចាអញ្ចឹងបរិវេណនៅត្រង់ហ្នឹងគេហៅខ្សែអាពាហ៍ពិពាហ៍ណាខ្សែអាពាហ៍ពិពាហ៍នេះមិនដូចគ្នាទេណាដៃខ្លះមានខ្សែមួយចំហៀងមួយចំហៀងពីរណាដូចដៃគាត់នេះគឺមានខ្សែខុសគ្នាទេចាមានមួយចំហៀងខ្សែដែលត្រូវបែកជាពីរមួយចំហៀងចាខ្សែដែលចាំមិនបែកជាពីរអញ្ចឹងគេមើលយ៉ាងបែបម៉េចណាចាតកតងនឹងការមើលជាដំបូងគេមើលត្រង់លើខ្សែជីវិតនេះសិនខ្សែជីវិតនេះខ្ញុំធ្លាប់បានបញ្យល់ហើយជាខ្សែគូដែលត្រូវចូលមកជាគូគេហៅថាមើលថាគូនឹងដឹងថាជាគូកម្មឬក៏ជាគូគប់ណាចាគូប្រេងឬយ៉ាងណាអញ្ចឹងគេមើលនៅត្រង់នេះហើយមើលនៅត្រង់នឹងសិនគុណភាពខ្សែយ៉ាងម៉េចដែរមានគូប្រេងចូលមករអត់ចាមានគូគប់ចូលមករអត់រួចហើយចាគឺគេមកមើលលើខ្សែអាពាហ៍ពិពាហ៍នេះហើយព្រោះកន្លែងចាគូកម្មគូគប់អីនេះណាចាគឺសំខាន់ទៅលើខ្សែអាពាហ៍ពិពាហ៍នេះគឺវាឆ្លើយឲ្យសឹងទាំងអស់ហើយឃើញទេខ្សែអាពាហ៍ពិពាហ៍របស់គាត់នេះចាគឺមានពាក់កណ្ដាលចារវាងចាពីខ្សែបេះដូងមកដល់កលៈនៃកូនដៃហ្នឹងគេចានិយាយចារង្វង់នៃខ្សែអាពាហ៍ពិពាហ៍ហើយអញ្ចឹងខ្សែហ្នឹងគឺចំកណ្ដាលតែម្ដងអញ្ចឹងមានន័យថាគឺចាប់37ឆ្នាំចុះមកក្រោមក៏រៀបការគូនៅក្នុងអាយុប្រហែលក៏ល្អប្រសើរដែរណាជួបគូល្អអត់សូវមានការកម្មកខ្វែងគំនិតគ្នាទេគូអាពាហ៍ពិពាហ៍របស់គាត់តែណាយើងមើលខ្សែអាពាហ៍ពិពាហ៍ទី2របស់គាត់ណាអាពាហ៍ពិពាហ៍ទី2របស់គាត់គឺបែកសម្ោខ្មៅណាចារីឯដៃមួយចំហៀងទៀតរបស់គាត់ចាខ្សែទី1របស់គាត់គឺត្រង់ស្អាតដូចជាដៃមួយចំហៀងទៀតអញ្ចឹងតែខ្សែទី2គឺបែកជា2ណាចាគឺបែកខ្សែជា2អញ្ចឹងខ្សែបែកជា2ជាមួយនឹងខ្សែបែកសម្ោខ្មៅអត្ថន័យវាដូចតែគ្នាទេគឺមានន័យថាវាមាននៅតែមានការតាក់ទងគ្នាអញ្ចឹងគឺមានន័យថាគូរបស់គាត់ចាតែមានបញ្ហានៅគូទី1របស់គាត់ដែលចាប់ពីអាយុ37ចុះក្រោមហ្នឹងបើសិនជាគាត់មានបញ្ហាត្រូវបែកបាក់គ្នាកម្មករគ្នាអីទៅយកគូថ្មីគឺអត់ល្អដូចគូទី1ទេចាប់ពីខ្សែឡើងទៅគូមួយណាក៏ដូចមួយណាដែលអត់សូវចុះសម្រុងគ្នាទេណាគេហៅថាគូខ្វែងកំណត់គ្នាចាណាចាអញ្ចឹងត្រូវមើលវិភាគគ្នាទាំងអស់ណាឃើញទេចាសូម្បីតែដៃកន្លែងមើលគេហៅថាកម្លាំងគូដែលចូលមកគូកម្មឬក៏គូគប់ហ្នឹងកន្លែងនេះណាចាកន្លែងលើកខ្សែជីវិតហ្នឹងក៏ត្រូវមើលទាំងឆ្វេងទាំងស្ដាំដែរតើវាគុណភាពវាបែបណាត្រូវមើលទាំងពីរពិនិត្យមើលទាំងពីរទាំងអស់ពិនិត្យមើលទាំងពីរហើយយកមកវិនិច្ឆ័យរឿងការក្បួននៃការមើលបាត់ដៃនេះណាបើយើងអត់ចេះកែច្នៃវិនិច្ឆ័យមើលអត់មានភាពឆ្លៀសវៃក្នុងការច្នៃដែរអាចនឹងពិបាកមើលបន្តិចណាតែបើតែន័យរបស់វាឆ្លើយតបមកឲ្យយើងត្រង់មិនខុសក៏ដោយប៉ុន្តែបើយើងអត់ចេះវិភាគអត់ចេះច្បិចអត់ចេះសម្រួមវាអត់ចេះយល់វាថាវិភាគទៅខាងណាខាងណីមកឲ្យវាត្រង់ដូចខ្សែវាហ្មងពេលខ្លះក៏អាចខុសដែរអញ្ចឹងពេលខ្លះភាពឆ្លៀសវៃក្នុងការរៀនមើលក្នុងការចេះនៅក្នុងការមើលហ្នឹងក៏វាចាជាសំខាន់មួយដែរណាចាអញ្ចឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងសម្រាប់បងប្អូនដែលរៀនមើលតាមវីដេអូរបស់ខ្ញុំឲ្យគាត់ចេះមើលខ្លះតែបើសិនជានៅតែមិនយល់អត់មាននិស្ស័យក្នុងការចេះមើលព្រោះការរៀននេះមាននិស្ស័យទៀតណាចាតើតែអ្នកនឹងមាននិស្ស័យណាចាទើបអាចរៀនបានទៀតមិនចេះតែរៀនទេអ្នកខ្លះវាឆ្ងល់អត់អ្នកខ្លះមិនទៅរៀនឲ្យចេះគ្រប់គ្នាទៅវាមិនអាចទេវាមាននិស្ស័យមានការសន្សំពីអតីតមករបស់គេអញ្ចឹងកាលណាដែលមើលមិនយល់ហើយចង់ដឹងពីខ្សែជីវិតខ្លួនឯងរៀនមិនចេះអានឹងអាចតាក់ទងមកខ្ញុំបានដោយការប្រើសេវាក្នុងការបង់មើលបាត់ដៃមើលដំណើរជីវិតអានឹងខ្ញុំមានទទួលសម្រាប់ការមើលណាចាមានសម្រាប់អ្នកមានលទ្ធភាពនិងអ្នកអត់លទ្ធភាពដែរណាចាអរគុណច្រើន